បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាយើងជួបគ្នាជាថ្មីបន្តទៀតហើយនៅសកម្មភាពរបស់ខ្ញុំហើយនេះជាទស្សនវិជ្ជាមួយដែលខ្ញុំបានធ្វើដំណើរចេញពីផ្សារកំពង់ថ្មឆ្ពោះទៅខាងឃុំបឹងល្វាក្នុងស្រុកសន្ទុកខេត្តកំពង់ធំបាទហើយនេះជាទស្សនវិជ្ជាមួយដែលខ្ញុំបានធ្វើដំណើរនៅតាមដងផ្លូវមួយកន្លែងដែលស្ថិតនៅក្នុងខាងកំពង់ថ្មនៅឡើយទេហើយយើងក៏ធ្វើដំណើររហូតហើយក៏សូមអធិស្ឋានពុកម៉ែបងប្អូនផងដោយវីដេអូរបស់ខ្ញុំគឺយើងថតកាត់ទេបាទហើយក៏សង្ឃឹមថាពុកម៉ែបងប្អូននឹងចូលចិត្តគាំទ្រវីដេអូនេះបន្តទៀតបងប្អូនឃើញទេនៅតាមដងផ្លូវគឺមានទេសភាពស្រស់ស្អាតមែនទែនហើយនេះគឺយើងក៏បានចូលមកដល់ដីក្រហមបន្តទៀតហើយដែលយើងចិត្តទៅដល់ខាងឃុំបឹងល្វាផងដែរហើយសំខាន់វីដេអូនេះគឺខ្ញុំមិនមានអ្វីច្រើនទេគ្រាន់តែខ្ញុំថតនៅសកម្មភាពរបស់ខ្ញុំផងដែរដើម្បីចែករំលែកទៅកាន់ពុកម៉ែបងប្អូនឲ្យបានទស្សនាទាំងអស់គ្នាចំពោះផ្លូវនេះផងដែរគឺបងប្អូនឃើញទៅតាមទស្សនវិជ្ជាមួយចំនួនហើយគឺមានសភាពកំពុងតែជួសជុលនៅឡើយហើយនេះយើងបានឆ្លងផ្សាររោង2បាទហើយក៏សូមអធិស្ឋានពុកម៉ែបងប្អូនផងដោយខ្ញុំមានការថតកាត់ចឹងហើយនេះយើងបានហោះនៅផ្លូវចាក់បេតុងហើយយើងកំពុងតែធ្វើដំណើរបន្តទៀតដើម្បីឆ្ពោះទៅដល់ទីតាំងដែលយើងបានប្រាប់ពុកម៉ែបងប្អូនហើយតាក់ទងជាមួយនឹងវីដេអូនេះគឺខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូននៅទស្សនវិជ្ជានៅក្នុងបរិវេណនៃសាលាឃុំបឹងល្វាយើងហ្នឹងហើយនេះជាទស្សនវិជ្ជាមួយដែលយើងមកតាមដងផ្លូវខាងគ្រូក្រហមដែលខាងមន្ទីរក្រសួងអភិវឌ្ឍជនបទហ្នឹងកំពុងតែចាប់ផ្ដើមធ្វើការឈូសឆាយដើម្បីកែលម្អផ្លូវហ្នឹងឲ្យទៅជាផ្លូវកៅស៊ូបាទហើយក៏សូមអធិស្ឋានទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែលខ្ញុំធ្វើវីដេអូនេះគឺធ្វើឡើងដើម្បីជាការចែករំលែកក៏ដូចជាការថតនៅទស្សនវិជ្ជានៅតាមតំបន់នីមួយៗផងដែរបាទហើយខ្ញុំក៏សង្ឃឹមផងដែរថាពុកម៉ែបងប្អូននឹងជួយគាំទ្រផ្ដល់ជាកម្លាំងចិត្តរបស់ខ្ញុំហើយកុំភ្លេចជួយចុច Subscribe នៅ Channel របស់ខ្ញុំមួយផងដើម្បីតាមដាននៅវីដេអូក្រោយៗទៀតបាទដូចនេះពុកម៉ែបងប្អូនបានឃើញហើយនៅទស្សនវិជ្ជានៅតាមដងផ្លូវឃើញពីសកម្មភាពរបស់ប្រជាពលរដ្ឋដែលមានការលក់ដូរហើយនេះជាទស្សនវិជ្ជានៅក្នុងសាលាឃុំផងដែរដែលខ្ញុំបានមកដល់ហើយយើងឃើញថានៅបរិវេណនៃដីសាលាឃុំគឺមានភាពទូលំទូលាយមែនទែនបាទហើយជាចុងក្រោយខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមអរគុណហើយសូមជម្រាបលាទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទ